បុរសវ័យ120ឆ្នាំចែករំលែកអាចកំបាំងរក្សាអាយុឲ្យវែងនិងជាប់ឈ្មោះជាបុរសអាយុវែងជាងគេលើលោកតាមរយៈសារព័ត៌មានសានុកបានចេញផ្សាយនៅថ្ងៃទី30ខែមេសានេះឲ្យដឹងថាលោកតាម្នាក់បានរៀបចំឆ្លងថ្ងៃកំណើតរបស់ខ្លួនក្នុងវ័យ125ឆ្នាំហើយលោកតាបានជាប់ឈ្មោះជាបុរសអាយុវែងជាងគេលើលោកដោយលោកតាបានប្រាប់ពីអាចកំបាំងថែរក្សាអាយុឲ្យបានវែងនិងប្រាប់ពីរបៀបរបបរស់នៅប្រចាំថ្ងៃរបស់លោកតា Marcelino Abbad Tolentino ជាប្រជាជនប៉េរូរស់នៅក្នុងប្រទេសប៉េរូនិងមានវ័យ125ឆ្នាំចំថ្ងៃកំណើតត្រូវនឹងថ្ងៃទី5ខែមេសាឆ្នាំ2025កន្លងមកនេះលោកតាបានកើតនៅឆ្នាំ1900នៅក្នុងទីក្រុងឆាក្លាដែលជាតំបន់ខ្ពង់រាបមានកម្ពស់3048ម៉ែត្រពីនីវ៉ូទឹកសមុទ្រលោកតាមានកម្ពស់130សង់ទីម៉ែត្រនៅក្នុងភូមិអ្នកភូមិភាគច្រើនហៅលោកតាថា Mashiko ជាឈ្មោះដែលហៅតាំងពីអាយុ7ឆ្នាំមកម្ល៉េះដោយសារតែជីវភាពក្រីក្រខ្វះមុខខ្វះក្រោយលោកតាមិនបានចូលសិក្សាក្រេបយកចំណេះវិជ្ជានោះទេលោកតាប្រកបមុខរបរចិញ្ចឹមសត្វនិងដាំដំណាំនៅលើដីចម្ការលោកតាគ្មានគូជីវិតនិងកូនចៅនោះទេពោលគឺលោកតារស់នៅប្រើជីវិតកណ្ដោយកណ្ដែងតែម្នាក់ឯងរហូតមកទល់សពថ្ងៃនេះសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃដាំបន្លែដើម្បីទទួលទានជាប្រចាំថ្ងៃនិងដាំរុក្ខជាតិផ្លែឈើរួមទាំងចិញ្ចឹមសត្វពពែដើម្បីលក់យកសាច់ធ្វើជាអាហារជារៀងរាល់ថ្ងៃលោកតាពិសាផ្លែបឺតំពាស្លឹកកូកាដែលជាទំនៀមទម្លាប់របស់ប្រជាជនប៉េរូធ្វើបែបនេះដើម្បីឲ្យពួកគេមានថាមពលក្នុងខ្លួនបរិបូរក្នុងការប្រកបការងារដោយប្រើកម្លាំងជាប្រចាំថ្ងៃមិត្តស្និទ្ធស្នាលលោកតាបញ្ជាក់ថាលោកតាទទួលទានតែអាហារធម្មជាតិដែលដាំដុះដោយខ្លួនឯងនិងអាហារដែលជាប្រភេទឱសថជួយដល់រាងកាយនេះអាចចាត់ថាជាអំណោយពីឋានសួគ៌ព្រោះលោកតាជួយយកអាសាអ្នកខ្សត់ជាងខ្លួនណាស់ពួកគេបញ្ជាក់ថាពួកគេបានឃើញលោកតាពិសាផ្លែបឺក្នុងមួយថ្ងៃមួយផ្លែជារៀងរាល់ព្រឹកតែម្ដងយ៉ាងណាមិញតាមការបញ្ជាក់បន្ថែមពីស្ថាប័ន BBC Good Food បានឲ្យដឹងថាផ្លែបឺមានគុណប្រយោជន៍មហាសាលចំពោះរាងកាយវាផ្ដល់នូវប្រភេទវីតាមីន E យ៉ាងគ្រប់គ្រាន់សម្រួលរបត់ឈាមក្នុងបេះដូងគ្រប់គ្រងកូឡេស្តេរ៉ុលកាត់បន្ថយចំណង់អាហារផ្ដេសផ្ដាសជំនួយសុខភាពភ្នែកនិងស្បែកជំនួយប្រព័ន្ធរំលាយអាហារជំនួយឆ្អឹងនិងសន្លាក់និងជួយដល់រាងកាយក្នុងការស្រូបយកសារធាតុចិញ្ចឹមលោកតា Marcelino Abbad Tolentino បានក្លាយជាបុរសបន្ទាប់ដែលមានអាយុវែងជាងគេលើលោកយើងនេះដោយក្នុងនោះស្ថាប័ន Guinness World Record បានបង្ហាញថាសប្តាហ៍ថ្ងៃនេះមានស្ត្រីម្នាក់ទៀតជាជនជាតិប្រេស៊ីលឈ្មោះ Ina Canavaro Lucas មានអាយុ116ឆ្នាំនិងមានស្ត្រីជនជាតិជប៉ុនម្នាក់ឈ្មោះ Tomiko Itakoika អាយុដំណាលគ្នាប៉ុន្តែជាអកុសលគាត់បានបាត់បង់ជីវិតនៅចុងឆ្នាំ2024បាត់ទៅហើយត្រយងនាំសារពិតគ្រប់ទីកន្លែង